នៅលេងបានហើយដោយសារតែក្រោយម៉ោង12គឺខ្មោចចេញរៀនទៅបាត់ពេញភូមិតែម្ដងខ្លាចណាស់លើលេងបានហើយប្រជាជនក៏នាំគ្នាទៅសុំឲ្យទេពធីតាជួយមកបង្ក្រាបខ្មោចផងហើយទេពធីតានោះគឺជាជីមមីមុខមាត់ស្អាតបាតប៉ុន្តែរឿងចាប់ខ្មោចវិញគឺទុកចិត្តលើជីមីចាស់ជីមីក៏បានចុះមកកាន់ឋានកដាលហើយប្រាប់អ្នកភូមិថាមិនអីទេរឿងខ្មោចនឹងទុកឲ្យយើងអ្នកចាប់ចាស់ជាដំបូងជីមីបានចោះជួបក្រុមខ្មោចដំបូងក្រុមខ្មោចនោះគឺមានមាត់ធំយ៉ាងខ្លាំងហើយហេតុអីបានជាពួកឯងមាត់ធំម្ល៉េះដោយសារកាលពីយើងនៅរស់គឺយើងចុះចិត្តជេរប្តីនឹងណាទេពធីតាអូយជេរប្តីយ៉ាងម៉េចទៅបរៀនយើងតិចមើលខ្មោចនោះក៏អង្គុយបង្រៀននាងមួយយប់ទល់ភ្លឺទេពធីតាជីមីមានអារម្មណ៍ថាស្ញប់ស្ញែងខ្មោចយ៉ាងខ្លាំងដោយជេរ2ម៉ោងមិនជាន់ពាក្យមួយសោះហើយពេលនោះនាងក៏បានជួនជាមួយនឹងពានរង្វាន់ជេរប្តីលូកខ្សែជួនទៅកាន់ខ្មោចស្រីមួយក្រុមនោះបន្ទាប់មកចូលមកកាន់ខ្មោចក្រុមទី2ខ្មោចមួយក្រុមនេះមិនគិតធ្វើអីទេមួយថ្ងៃគិតតែលេងបៀគិតតែចាប់ជាតិចាប់កំណើតអីទេឯនោះជីមីក៏គិតឃើញគំនិតមួយចូលតែលេងបៀជាមួយនឹងខ្មោចទាំងអស់នោះហើយជប់បៀឲ្យឈ្នះស៊ីលុយខ្មោចទាំងអស់ចាំមើលពេលឯងអស់លុយឯងបានអីលេងទៀតខ្មោចមួយវងនោះចាញ់បៀទាំងអស់ចូលមកកាន់ខ្មោចក្រុមទី3ខ្មោចក្រុមនោះមានភ្នែកលៀនមានត្រចៀកធំខ្លាំងមែនតើនេះគឺជាក្រុមខ្មោចចូលចិត្តនិយាយដើមគេពេលទៅជួបជុំគ្នាម្ដងនាងនិយាយដើមអ្នកភូមិនាងមីលីនាងមីលានាងចំប៉ានាងចំបៃឯងដឹងទេនៅក្រោយភូមិហ្នឹងមានប្រុសម្ដាក់មកដាក់អស់មកនៅភូមិអ្នកណាសបោដើមជាងគេនិយាយអស់មកអត់ដេកអត់ពួនទៅជាក៏ធំចង់ស្ដាប់ចង់ឃើញចង់លឺរឿងគេណាខ្មោចពួកនេះហើយជីមីក៏ស្ដាប់ដើមអ្នកភូមិយ៉ាងជក់ចិត្តដិតអារម្មណ៍បន្ទាប់មកចូលទៅកាន់ខ្មោចក្រុមទី4គឺជាខ្មោច shopping ចិត្តតែងតែរបស់ discount និងរបស់មាន promotion យប់អត់មានគិតអីទេគិតតែពី shopping ហ្នឹងឡើងស្គមស្គាំងរីងរៃអស់ហើយជីមីក៏ដើរទៅដល់និយាយថាគ្មានការ discount ទៀតទេបើសិនជាទិញគឺត្រូវតែចាយតម្លៃពេញណាឯងមកទាំងអស់នោះកុំរិះណាក៏ដើរចេញអស់រលីងតួកន្លែងលេងមានណាតែកុំឲ្យឃើញ discount កុំឲ្យឃើញ promotion តែងរហូតតែចាប់ជាតិទៅងាកមកកាន់ខ្មោចចុងក្រោយនោះគឺជាខ្មោចញៀនរឿងភាគកូរ៉េមិនគិតតែចាប់ជាតិទេគិតតែពីញៀនរឿងភាគកូរ៉េនឹងហើយបានហើយអីទៅចាប់ជាតិចាប់អីទៅទេពធីតាអើយពងចូលតួសុំមកភាគទៀតមកជីមីក៏ប្រើវេទមន្តកំតិចទូរទស្សន៍នោះចោលតែម្ដងល្មមឲ្យទៅចាប់ជាតិចាប់អីមកហូមកខ្លាចពួកឯងខ្លាំងណាស់ណាទៅចាប់ជាតិទៅជាក្រោយកាត់មកស្អាតចាំយើងនិយាយដើមគេទៀតឬតែមានអីថ្មីរីកាប្រាប់គ្នាផងពេលនោះខ្មោចទាំងអស់ក៏បានទៅចាប់ជាតិដោយសន្តិវិធីអ្នកភូមិក៏ត្រឡប់មកវិញរស់នៅដោយសុខសាន្តយប់ជ្រៅប៉ុណ្ណាក៏លែងមានខ្មោចទៀតដែរណាជឿជាក់លើស្នាដៃទេពធីតាជីមីបងប្អូនអើយវីតាមីនបណ្ដួតកម្ពស់ Nextra Labs ដែលគឺជាវីតាមីនដែលផលិតនៅសហរដ្ឋអាមេរិកចិត្តចូលស្តុកហើយណាបងប្អូនហើយជាអាចជាដើមខែនេះចូលស្តុកវិញឯងសម្រាប់អ្នកដែលដាក់ pre-order មុននឹងទទួលបានអីវ៉ាន់មុនណាចាអ្នក pre-order មាន promotion ណានៅពេលដែលអីវ៉ាន់ចូលស្តុកគឺលើតម្លៃធម្មតាវិញឯងតែវីតាមីននេះទទួលបាន feedback ជារៀងរាល់ថ្ងៃតែម្ដងគាត់ញ៉ាំអស់មួយកំប៉ុងគាត់លូតបាន3សង់ទីម៉ែត្របងបើកូនប្រុសញ៉ាំនេះគាត់ញ៉ាំអស់មួយកំប៉ុងដែរគាត់ដំបូងពេលគាត់ចាប់ដើមញ៉ាំ1ម៉ែត្រ19សង់ទីម៉ែត្រដល់ពេលគាត់ញ៉ាំអស់មួយកំប៉ុងចូលដល់កំប៉ុងទី2ហើយគាត់វាស់ម្ដងទៀត1ម៉ែត្រ24សង់ទីម៉ែត្របងពួកខ្ញុំ2បងទី1និងទី2គាត់ទី2បងដល់ពេលហ្នឹងគាត់ញ៉ាំទៅចូលបានប៉ុណ្ណឹងនិយាយទៅគ្មានអីសប្បាយចិត្តជាងទទួលបានជាមួយនឹង feedback អតិថិជនប្រើប្រាស់ជាមួយនឹងផលិតផលយើងហើយទទួលបានផលទេបងប្អូនអតិថិជនម្នាក់នេះគាត់ប្រើជាមួយនឹងឈុតមុខឡាលីកាបងប្អូនមុខគាត់កាមុនរ៉ូលហើយមានមុនមានខ្ទុះរហូតតែម្ដងបងប្អូនគាត់ប្រើបាន14ថ្ងៃបងប្អូនមកមើលស្បែកមុខគាត់បន្តិចមើលគេថាយកសារធាតុចាក់មុខមកប្រើជា skin care គឺវាល្អអញ្ចឹងតែម្ដងបងប្អូនថាទៅជនជាតិអាស៊ីទេសូម្បីជនជាតិអាមេរិកកាំងក៏ដោយខ្ញុំលក់នៅសហរដ្ឋអាមេរិកនេះបងប្អូនអតិថិជនខ្ញុំម្នាក់អាចមុខរបស់គាត់មកដល់ររលាកខ្សោយស្ដាងមែនតែនៅពេលដែលគាត់បានប្រើប្រាស់ជាមួយនឹងឈុតមុខមួយនេះដែលសេរ៉ូមរបស់វាគឺធ្វើអំពី PDRN ជាសារធាតុគេតែ clinic ចាក់មុខនឹងឲ្យបង្កើតកោសិកាថ្មីធ្វើឲ្យយើងក្មេងមុខតឹងមុខរលោងអត់ចេះចាស់ទេជាមួយនឹងលេយប់មួយទៀតជាគួរបងប្អូនគេហៅជាតិ10ជាតិណាបងប្អូនសម្រាប់អាលេលីបមុខពេលយប់នេះគឺធ្វើអំពីសារធាតុត្រជាក្រាញ់ទឹកឬក៏គេហៅថាស៊ីកាមួយនឹងសេរ៉ាម៉ៃធ្វើឲ្យស្បែករបស់យើងរឹងមាំល្អមិនងាយរោមមិនងាយប្រតិកម្មមិនងាយឡើងមាត់ស្នាមជាំស្នាមក្រហមបំបត្តិរន្ធញើសទៀតណា